ភាគីកម្ពុជាថៃយកព្រមបទឈប់បាញ់ជាបន្ទាន់ម៉ោង 12 ថ្ងៃត្រង់កងទ័ពទាំង 18 នាក់នឹងដោះលែងនៅក្នុងរយៈពេល 72 ម៉ោងថ្លែងនៅក្នុងឱកាសធ្វើសន្និសីទកាសែតព័ត៌មានឯកឧត្តមនាយឧត្តមសេនីយ៍ទៀតសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិមានប្រសាសន៍ថាភាគីកម្ពុជានិងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់គិតចាប់ពីម៉ោង 12 ថ្ងៃត្រង់មកនៅក្នុងស្រុកនៅថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 បើតាមប្រមុខការពារជាតិបានអះអាងថាកិច្ចព្រមព្រៀងបទឈប់បាញ់គិតត្រឹមម៉ោង 12 ថ្ងៃត្រង់នេះមិនប៉ះពាល់ដល់ការងារខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេឯកឧត្តមក៏បានបញ្ជាក់ដែរថាក្រោយបទឈប់បាញ់ចូលជាធរមានក្នុងរយៈពេល 72 ម៉ោងភាគីថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង 18 រូបគួរឲ្យដឹងដែរថាការប្រកាសរបស់ឯកឧត្តមទៀតសីហាធ្វើក្រោយឡើងចប់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ JBC លើកទី 3 នាព្រឹកថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 នៅច្រកអន្តរជាតិព្រំដែនសុផាតខេត្តប៉ៃលិននៃប្រទេសកម្ពុជានិងខេត្តចន្ទបុរីនៃប្រទេសថៃ